អាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់តំបន់ដាតបូព៌ាស្ថិតក្នុងគ្រោះអាសន្នដោយពីគម្រាមនៅថ្ងៃសៅរ៍ទី28កុម្ភៈ2026នេះអាមេរិកនិងអ៊ីស្រាអែលបានប្រកាសបើកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ជាការវាយប្រហារបង្ការប្រឆាំងនឹងអ៊ីរ៉ង់ដែលបានបាញ់មីស៊ីលតបវិញសម្ដៅទៅអ៊ីស្រាអែលមកតាមសារព័ត៌មានអ៊ីរ៉ង់រដ្ឋធានីតេហេរ៉ង់និងក្រុមផ្សេងទៀតរបស់អ៊ីរ៉ង់បានក្លាយទៅជាផ្ទាំងស៊ីពីការវាយប្រហារដែលមានការទូតនៅជាច្រើនកន្លែងគ្រាន់តែលោកប្រធានអាមេរិកដូណាល់ត្រាំបានបង្ហាញភាពមិនពេញចិត្តនៅល្ងាចថ្ងៃសុក្រទី27កុម្ភៈនឹងដំណើរការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិកអ៊ីរ៉ង់រួចភ្លាមអ៊ីស្រាអែលបានប្រកាសវាយប្រហារលើអ៊ីរ៉ង់ផ្លែតនៅព្រឹកថ្ងៃសៅរ៍ទី28កុម្ភៈនេះរដ្ឋអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារបង្ការដើម្បីលុបបំបាត់ការគំរាមកំហែងដែលបានមកពីលើអ៊ីស្រាអែលនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែលដោយមិនលម្អិតអំពីទម្រង់និងទំហំព្រមទាំងផ្ទាំងស៊ីបនៃប្រតិបត្តិការយោធានេះទេបន្ទាប់ពីប្រតិបត្តិការយោធាអ៊ីស្រាអែលចាប់ផ្ដើមបានបន្តិចលោកដូណាល់ត្រាំបានប្រកាសបន្ថែមទៀតថាសហរដ្ឋអាមេរិកក៏បើកប្រតិបត្តិការយោធាចម្បងមួយប្រឆាំងនឹងអ៊ីរ៉ង់ដែរពោលគឺអាមេរិករួមដៃគ្នាជាមួយនឹងអ៊ីស្រាអែលវាយអ៊ីរ៉ង់ក្នុងសារវីដេអូបង្ហោះលើបណ្ដាញសង្គម Truth Social លោកត្រាំបានសន្យាបំផ្លាញសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់និងកំទេចតូបជើងទឹកអ៊ីរ៉ង់ឲ្យខ្លាចទៅជាផេះក្នុងបំណងតែមួយគត់គឺកម្ចាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់មកតាមបណ្ដាញឃោសនាព័ត៌មានអ៊ីរ៉ង់ការវាយប្រហារនេះបានបណ្ដាលឲ្យមានការរនៃផ្ទុះខ្លាំងនិងផ្សែងខ្មៅហូរទ្រលោមនៅជាច្រើនកន្លែងក្នុងរដ្ឋធានីតេហេរ៉ង់និងបណ្ដាក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ដូចជាក្រុងអ៊ីស្ប៉ាហានសៃតាដេឃ្លួមតែមគតិសាសនាកម្ពុជាអាយ៉ាតូឡាអាលីខាមេនីនិងកន្លែងសវត្ថិភាពជាដើមនេះបើតាមការបញ្ជារបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់ជាផលពិបាករបស់អ៊ីរ៉ង់បានបាញ់មីស៊ីលតបតសម្ដៅទៅអ៊ីស្រាអែលស្នូសេរ៉ែនក៏បានរឡើងតាំងពីព្រលឹមនៅក្រុងសេរូសាឡឹមជាមួយនឹងសារប្រកាសអាសន្នប្រាប់ពលរដ្ឋអ៊ីស្រាអែលទូទាំងប្រទេសថានឹងមានការវាយប្រហារដោយមីស៊ីលឬដោយដ្រូនប្រឆាំងរដ្ឋអ៊ីស្រាអែលនិងប្រជាជនស៊ីវិលអ៊ីស្រាអែលក្នុងពេលឆាប់នេះអ៊ីស្រាអែលក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នពិសេសនិងភ្លាមនៅទូទាំងប្រទេសនិងអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងយោធាត្រូវបានជំនៀសខ្លួនចេញជាបន្ទាន់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីស្រាអែលក៏បានប្រកាសបិទដែនអាកាសមិនឲ្យមានការហោះហើរស៊ីវិលនោះទេនិងបានស្នើឲ្យអ្នកដំណើរទាំងអស់កុំទៅអាកាសយានដ្ឋានរហូតមានប័ណ្ណបញ្ជាថ្មីអ៊ីរ៉ង់ក៏បានប្រកាសបើកប្រតិបត្តិការបាញ់មីស៊ីលទ្រង់ទ្រីធំទៅលើអ៊ីស្រាអែលថាគ្មានសញ្ញាបញ្ជាក់ពីការខូចខាតនៃមីស៊ីលអ៊ីរ៉ង់ទេអេមីរ៉ាតអារ៉ាប់រួមកាតាថាស្ទាក់ចាប់បានមីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់តែបើតាមប្រភពប្រជាជនបានស្នូផ្ទុះបានលាន់ឡើងនៅអាប៊ូដាប៊ីមីស៊ីលអ៊ីរ៉ង់ក៏បានបាញ់ត្រូវមូលដ្ឋានទ័ពជើងទឹកអាមេរិកមួយនៅប៉ារ៉ែនដែលជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះក៏ប្រជុំជាបន្ទាន់ស្ថានទូតអាមេរិកនៅកាតាប៉ារ៉ែនក៏បានចេញបញ្ជាបុគ្គលិកទូតនិងពលរដ្ឋអាមេរិកនៅកាតានៅប៉ារ៉ែនទាំងអស់សម្ងំក្នុងជ្រកសុវត្ថិភាព